สุดท้ายเนี่ยต่อเคลียร์ថ្ងៃនេះខ្ញុំវិធីការដោះទៅលើនាការដែលជាប់ឡុកណាអញ្ចឹងបើសិនជាវាជាករណីជាប់ឡុកបែបហ្នឹងគឺយើងអាច hide skin ឬក៏យើងអាចអូសបានទេអញ្ចឹងវិធីការដោះគឺបងចូលទៅក្នុង app ចូលទៅក្នុង app មកហើយបងចូលទៅកន្លែងនេះបងនេះចូលកន្លែងបរិខានេះចូលហ្នឹងមកហ្នឹងភាសាខ្មែរអញ្ចឹងបងគ្រាន់តែអូសមកក្រោមគេរកពាក្យថាការកំណត់នាឡិកាអញ្ចឹងចូលកំណត់ការនាឡិកាមកបាទអញ្ចឹងនេះបងកំបើកវាថានាឡិកាបានបាត់ខ្លួនយើងកំបើកវាការបិទត្រូវបានហាមឃាត់យើងបិទវាដែរទៅយើងកំបើកវាហើយកន្លែងនេះគឺយើងអាចដាក់សំឡេងម៉ោងជាម៉ោង12វិញអានេះជាភាសាយើងអាចដូរភាសាបានណាភាសានាឡិកាហ្នឹងគឺវាមាន support ភាសាច្រើនហើយមាន KX នេះភាសាខ្មែរអញ្ចឹងយើងចង់ដាក់ភាសាមួយណាក៏បានដែរអញ្ចឹងយើងភាសាទុកមកនេះ set 44អញ្ចឹងនាឡិកាហ្នឹងគឺយើងអាចចុចបានដំណើរការធម្មតាមកវិញហើយនេះបាទកម្មវិធីវាអូសមកអានេះវាមានមុខងារ call បាទ call តាមលេខឬ call ឲ្យ chat អីហ្នឹងគឺមានលើហ្នឹងអញ្ចឹងមុខងារដែលយើងត្រូវដោះមានតែប៉ុណ្្នឹងឯងបាទអរគុណ